នេះគឺជារថយន្តអគ្គិសនី model ទី2របស់ក្រុមហ៊ុន Mazda ដែលកំពុងតែធ្វើឲ្យទីផ្សាររថយន្ត EV រង្គោះរង្គើខ្លាំងមែនទែនជាមួយនឹងតម្លៃត្រឹមតែខ្ទង់$30,000ជាងមានបំពាក់មកជាមួយនឹង option ទំនើបជាច្រើនហើយវាគឺជារថយន្ត Mazda EZ60 ឆ្នាំ2026រថយន្តនេះរចនាឡើងមកជាមួយនឹងរូបរាងបែប compact SUV ដែលការ design របស់គេគឺពិតជាមានភាពស្រស់ស្អាតនិងលេចធ្លោខ្លាំងមែនទែន Mazda បានទម្លាក់មកជាមួយនឹងស្ពេចជាផ្លូវការហើយសម្រាប់រថយន្ត model មួយនេះគឺបែងចែកជាពីរជម្រើសធំៗដែលជម្រើសទី1គឺជាជម្រើសអគ្គិសនីសុទ្ធហើយជម្រើសទី2គឺជាជម្រើសអគ្គិសនីលីសាំងដែលយើងអាចហៅកាត់បានថា EREV ចំពោះជម្រើសអគ្គិសនីសុទ្ធរថយន្តនេះបំពាក់មកជាមួយនឹងអាគុយលីចូម Iron Phosphate ដែលអាចផ្ទុកថាមពលអគ្គិសនីបានរហូតដល់ទៅ 77.94 គីឡូវ៉ាត់ម៉ោងដែលការសាកថ្មមួយពេញរបស់វាអាចប្រើប្រាស់បានរហូតដល់ទៅ600គីឡូម៉ែត្រផងដែរវានៅតែរក្សា DNA របស់វាជាមួយនឹងបងប្អូនបង្កើតគឺ EZ6 ដែលរថយន្តនេះបំពាក់មកជាមួយនឹង motor មួយនៅផ្នែកខាងក្រោយដែលអាចផ្ដល់កម្លាំងបានរហូតដល់ទៅ190គីឡូវ៉ាត់ឬក៏អាចស្មើទៅនឹង254 horsepower ផងដែរជាមួយនឹងតម្លៃត្រឹមតែខ្ទង់$30,000ជាងទេរថយន្តនេះបំពាក់មកជាមួយនឹង option ទំនើបជាច្រើនតែម្ដងហើយចំណុចដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេទៅលើរថយន្តនេះគឺតាក់ទងជាមួយនឹងកញ្ចក់កាមេរ៉ានៅផ្នែកខាងក្រៅនៃរថយន្តនេះដែលធ្វើឲ្យឡាននេះគឺមានភាពទំនើបបន្ថែមមួយកម្រិតទៀតណាបងប្អូនសម្រាប់ប្រព័ន្ធកំសាន្តនៅផ្នែកខាងក្នុងរថយន្តនេះវិញ Mazda បានផ្ដល់មកជាមួយនឹងអេក្រង់លាតធំមួយនៅផ្នែកខាងក្នុងដែលមានទំហំរហូតដល់ទៅ26អ៊ីងដែលអាចរ៉ាន់ជាមួយនឹងវីដេអូរហូតដល់ទៅ 5K ណាបងប្អូនហើយអ្វីដែលកាន់តែពិសេសទៀតនោះសម្រាប់ sound system នៅក្នុងរថយន្តនេះ Mazda ផ្ដល់មកជាមួយនឹង speaker រហូតដល់ទៅ23គ្រាប់អាច change ជាមួយនឹង sound effect បាន6របៀប including មកជាមួយនឹង Dolby Atmos និង Hi-Fi soundtrack ផងដែរសម្រាប់កៅអី2នៅផ្នែកខាងមុខមានបំពាក់មកជាមួយនឹងមុខងារ Massage និង Zero Gravity Seat ផងដែរដែលធ្វើឲ្យរថយន្តនេះគឺកាន់តែមានភាពទំនើបនិងមានផាសុកភាពបន្ថែមមកកម្រិតទៀតលើសពីនេះទៅទៀតតាក់ទងជាមួយនឹងប្រព័ន្ធជំនួយក្នុងការបើកបរវាមានបំពាក់មកជាមួយនឹង option ទំនើបជាច្រើនសរុបមកវិញតម្លៃត្រឹមតែខ្ទង់$30,000ជាងមានរូបរាងស្រស់ស្អាត option ទំនើបជាច្រើនហើយជា brand ជប៉ុនកូនកាត់ចិនផងដែរខ្ញុំគិតថារថយន្តនេះនឹងផ្ទុះជាមួយនឹងទីផ្សារ EV ដូចទៅនឹងសិស្សច្បងរបស់គេ EZ6 អញ្ចឹងណាបងប្អូនចំពោះវត្តមានរបស់វានឹងមកដល់ទីផ្សារប្រទេសកម្ពុជាយើងនៅពាក់កណ្ដាលខែ10នេះឬមួយក៏អាចដើមខែ11អញ្ចឹងខ្ញុំគិតថាមិនយូរទេរថយន្តនេះនឹងមានចរាចរណ៍នៅលើដងផ្លូវច្រើនដូចទៅនឹង Mazda EZ6 អញ្ចឹងហើយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍តាក់ទងជាមួយនឹងរថយន្តនេះអាចធ្វើការតាក់ទងមកកាន់ខ្ញុំបាទផ្ទាល់បានសូមអរគុណសូមជម្រាបលា